គឺជារបៀបដូរ password Wi-Fi តាមក្រុមហ៊ុនដូចជា OpenNet ជាមួយ Medphone បាទជាដំបូងយើងចូលទៅកាន់កន្លែងបើកអ៊ីនធឺណិតទៅចូលនេះក៏បានដែរសូមលោកអ្នកវាយ IP របស់ modem ពាក្យច្រើនជាទូទៅគេប្រើថា 192.168.1.1 បាទពេលដែលលោកអ្នកវាយយ៉ាងហើយលោកអ្នកចុច enter ទៅវានឹងលោតផ្ទាំងចេះមកវាឲ្យយើងវាយ username និង password របស់ modem ហ្នឹងជាទូទៅគេច្រើនusername ជាមួយ password វាគឺគេ set តែ admin ទៅលើ password admin username admin តែអក្សរទូចអស់ចឹងវាយទៅ admin ហើយ password នឹងវាយទៅបាទនេះគេចូលហើយពេលដែលលោកអ្នកចូលមកដល់ក្នុងនេះគឺមានន័យថាលោកអ្នកបាន log ចូលក្នុង system modem ហ្នឹងហើយអញ្ចឹងបើសិនជាលោកអ្នកចង់ដូរ password លោកអ្នកចូលកន្លែង interface setup បាទពេលចុចលើ interface setup ចឹងហើយវាមាន load កន្លោន3នៅក្នុងក្រោមវាមាន internet LAN និង wireless បាទសម្រាប់ដូរ password Wi-Fi ជាប្រភេទលក្ខណៈ ADSL លោកអ្នកចូលកន្លែង wireless បាទអូសមកចង្ខំតិចមកនេះត្រង់នេះ SSID នេះគឺ username របស់ Wi-Fi យើងកំពុងតែប្រើរាល់ថ្ងៃហើយនឹង share key នេះគឺជា password អញ្ចឹងបើសិនជាលោកអ្នកចង់ដូរ password username ចង់ដាក់មិនក៏បានអ្នកវាយត្រង់នេះមកដកឃ្លាក៏អត់មានបញ្ហាដែរហើយ password កន្លែងនេះសូមបញ្ជាក់ password បើសិនជាយើងដាក់អក្សរធំគឺយើងវាយក៏អក្សរធំដែរបន្ទាប់ពីលោកអ្នកបានដូរហើយសូមចុច save បន្ទាប់ពីចុច save ហើយពេលនោះម្ដងនឹង restart ម្ដងហើយវានឹងដំណើរការធម្មតានឹងវាដាច់បើសិនជាលោកអ្នកមិនចាំ Wi-Fi គឺវាដាច់ព្រោះអីយើងបានដូរឈ្មោះជាមួយ password ថ្មីអញ្ចឹងតម្រូវយើងវាយថ្មីប៉ុណ្នេះទេបាទអញ្ចឹងងាយងាយគ្រាន់តែរៀនទេខ្លួនឯងផ្លែវាអាចចេះបាទអរគុណខ្ញុំសូមបញ្ជាក់មួយមុននឹងជំហានដំបូងមុននឹងវាយចូលឯងលេខ IP modem នេះលោកអ្នកត្រូវ connect បើសិនជា laptop លោកអ្នកត្រូវ connect Wi-Fi ជាមួយ modem ហ្នឹងឲ្យជាប់បើមិនអញ្ចឹងវាពិបាកចេញទេបើសិនជា desktop អាចមានខ្សែ network ដោតជាមួយ cache វាទៅបាទអញ្ចឹងមិនមាន load system modem ហ្នឹងបាទតែប៉ុណ្្នឹងបាទអស់ហើយ